បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមលើកនៅប្រធានបទថ្មីហើយក៏ជាថ្ងៃហើយក៏ជាខែនៃទិវានៃក្តីស្រឡាញ់ហើយក៏ជារឿងមួយដែលខ្ញុំបានចែកម្លែកទៅកាន់បងប្អូនទៅក្នុងប្រធានបទដែលល្អហើយគឺជាប្រធានបទមួយដែលខ្ញុំនិយាយពីភាពស្រស់ស្អាតនៃអំពើល្អហើយភាពស្រស់ស្អាតនៃអំពើល្អហ្នឹងគឺយើងអាចនិយាយបានថាវាអាចកើតចេញពីទឹកចិត្តយើងទាំងអស់គ្នាមិនថាខ្ញុំមិនថាបងប្អូនឬក៏អ្នកដែលបានស្ដាប់អីទេគឺបានន័យថាសេចក្តីល្អដែលយើងកើតមកជាមនុស្សហ្នឹងគឺយើងបានធ្វើនៅសេចក្តីល្អធ្វើសេចក្តីល្អហ្នឹងគឺយើងអាចនិយាយបានថាយើងអាចធ្វើបានគ្រប់គ្នាមិនមែនថាតើតែយើងមានមិនថាតែយើងមកជុំឬយើងក្រនោះយើងធ្វើទៅវានៅខ្វះនេះខ្វះនោះប៉ុន្តែយើងអាចធ្វើបានគ្រប់គ្នាដោយសារតែយើងកើតមកជាមនុស្សយើងមានចិត្តមានបេះដូងក្នុងការដែលយើងរៀនរស់ដោយការដែលចេះចែកដូចគ្នាមិនមែនការដែលកើតមកជាមនុស្សដើម្បីធ្វើរឿងអាក្រក់សាងបាបកម្មឬក៏ឈ្នានីសគ្នាឬក៏រកស៊ីប្រកួតប្រជែងសាងអីអាក្រក់ទៅលើគ្នាឬក៏អ្នកដែលមិនពេញចិត្តគ្នាដោយស្គាល់គ្នាឬក៏អ្នកដែលដើរវិស័យដូចគ្នាអញ្ចឹងទៅសាងនៅអំពើបាបកម្មអញ្ចឹងហើយបានខ្ញុំលើកប្រធានបទទាំងអស់នេះគឺខ្ញុំចង់ដាស់តឿនទៅដល់មនុស្សទូទាំងពិភពលោកចង់ឲ្យដឹងថាពេលខ្លះអំពើល្អដែលយើងបានធ្វើទោះវាមានតិចវាមានច្រើនទោះវាមានល្អវាមានអាក្រក់ពេលខ្លះគឺយើងគិតថាពេលអាក្រក់គឺដោយសារតែយើងអត់ដឹងដោយសារស្ថានភាពឬក៏ជីវភាពដែលយើងក្រីក្រឬក៏យើងគិតថានៅក្នុងស្ថានភាពរៀងខ្លួនដែលយើងធ្វើទៅឬក៏យើងដើរទៅឬក៏យើងទៅធ្វើអីមួយទៅគឺយើងមិនចង់ទៅប៉ះពាល់ឬក៏យើងមិនចង់ទៅប្រឆាំងឬក៏យើងមិនចង់ទៅសាងបាបកម្មជាមួយនរណាដែរប៉ុន្តែបើយើងនិយាយពីធៀបពិតគឺអាចពីស្ថានភាពជីវភាពឬក៏អាចនិយាយពីបញ្ហាដែលយើងខ្វះមុខខ្វះខូចអញ្ចឹងទៅយើងចេះតែធ្វើទៅជួនកាលវាមានអ្នកខិលខូចឬក៏ក្រុមហ៊ុនប្រកួតប្រជែងសាងនៅអំពើបាបកម្មនឹងទៅទៀតអាហ្នឹងបើយើងនិយាយថាយើងមិនចង់ទៅសាងបាបកម្មទេបើសិនជាអំពើល្អវិញនោះគឺធ្វើយើងទាំងអស់គ្នាយើងពិតថាវាមានអារម្មណ៍ថាយើងសប្បាយចិត្តយើងរីករាយទោះយើងទៅរកស៊ីយើងបើកក្រុមហ៊ុនឬក៏យើងទៅដល់ទីកន្លែងណាក៏ដោយក៏យើងមិនទៅសាងបាបកម្មឬក៏សាងអាក្រក់ដែរបើសិនជាយើងឃើញខុសយើងជួយណែនាំគ្នាបើសិនជាយើងបង្កើតជាក្រុមហ៊ុនឬក៏យើងបានកើតជាគ្រួសារឬក៏យើងអាចថាយើងបានជួបជុំឪពុកម្ដាយផងយើងកើតមកមួយជីវិតនេះគឺយើងបានសាងអំពើល្អជាមួយឪពុកម្ដាយផងយើងសាច់ញាតិបងប្អូនឬក៏មិនថាអ្នកដែលបានរៀនជាមួយគ្នាអ្នកបានធ្វើការឬក៏អ្នកដែលបានរួមដំណើរជីវិតជាមួយគ្នាដោយអំពើល្អជាច្រើនដែលយើងអាចសប្បាយចិត្តហើយយើងក៏ពេញចិត្តនឹងភាពស្រស់ស្អាតនៃជីវិតផងយើងដែលយើងរស់នៅពេញមួយជីវិតយើងបានសាងអំពើល្អតែស្ការដែលយើងសាងអាក្រក់ហ្នឹងគឺវាស្ថិតទៅលើប្រភេទមនុស្សគេថាប្រភេទមនុស្សគឺវាស្ថិតទៅលើអត្តចរិតនៃមនុស្សឬក៏ការដែលមនុស្សហ្នឹងគឺមានកម្រិតในការដែលសាងបាបកម្មទៅលើឬក៏អ្នកដែលអាចថានិយាយថាលក្ខណៈផុនមនេមនុស្សនេះការដែលសាងរកមកពីផ្នត់កំណត់ផុនពួកគាត់ផងអញ្ចឹងយើងក៏អាចមិនអាចនិយាយទៅបំពេញឬក៏និយាយទៅថាអ្នកណាបានដែលសារតែចរិតមនុស្សនៅលើពិភពលោកគឺវាមានភាពខុសគ្នាមានន័យថាមនុស្សខ្លះទោះគ្នាស្លូតគ្នាត្រង់គ្នាភ្លើគ្នាល្ងងក៏គ្នាមិនហ៊ានទៅសាងអាក្រក់សាងបាបកម្មឬក៏យើងទៅរកស៊ីឆក់បោកឬក៏យើងទៅបំផ្លិចបំផ្លាញជីវិតអ្នកណាដែរប៉ុន្តែអត្តចរិតមនុស្សប្រភេទមួយទៀតគឺហ៊ានធ្វើសពបែបយ៉ាងមិនមែនថាអ្នកខ្លះទាំងការនិយាយស្ដីទាំងកັບកិរិយាផ្សេងហ៊ាននៅប្រការប្រព្រឹត្តនៅការដែលសាងនឹងប៉ុន្តែមនុស្សខ្លះអាចនិយាយបានថាជួនកាលអ្នកខ្លះគឺមានអត្តចរិត slow boat ឬអីចឹងទៅឬក៏អាចថាអ្នកខ្លះមើលមកគ្នាភ្លើគ្នាល្ងងប៉ុន្តែវាមានអាអ្នកដែលខូចហ្នឹងណាបើថាអញដល់អញអស់ចាអញប៉កែអញអស់ចាជាងអ្នកនេះនោះមើលងាយគេទៀតអាហ្នឹងវាជាអត្តចរិតនៃប្រភេទមនុស្សផ្សេងគ្នាដែលយើងនឹងបានជួបប៉ុន្តែយើងភ្លេចថាយើងមនុស្សយើងដូចគ្នាយើងមានអត្តចរិតផ្សេងគ្នាហើយក៏យើងអាចថាយើងខាតមកជាមនុស្សហ្នឹងគឺយើងវាមានសំណាងប៉ុន្តែមនុស្សយើងម្នាក់ៗគឺយើងអត់ព្រមយកអាសំណាងផងដែលយើងកើតមកជាមនុស្សឬក៏យើងកើតមកមួយជាតិហ្នឹងគឺយើងបានប្រព្រឹត្តនៅអំពើល្អឬក៏យើងបានបង្កើតជាក្រុមហ៊ុនឬក៏យើងបានស្គាល់មនុស្សស្គាល់អ្នកដែលនៅជុំវិញខ្លួនយើងអាចថាយើងណែនាំគេយើងជួយកែតម្រូវគ្នាហើយយើងក៏ព្យាយាម
ស្គាល់ពីមិត្តភក្តិដែលយើងណាដែលយើងអាចថាជួយគេបានយើងជួយឬក៏អ្នកដែលគាត់បានធ្វើការគាត់មានបញ្ហាឬក៏ឆ្កាដែលជួបទុក្ខពិបាកអីផ្សេងៗក្នុងនាមយើងជាមនុស្សដូចគ្នាយើងអាចនឹងជួយក្នុងបញ្ហាយើងជាមនុស្សជាតិដូចគ្នាវាអាចនឹងជួបនឹងបញ្ហាដែលខ្វះខាតឬក៏ស្ថានភាពនៅជួបនឹងបញ្ហាអីមួយព្រោះថាខ្ញុំគិតថានៅក្នុងវិស័យដែលខ្ញុំដើរនោះទោះថាពេលខ្លះខ្ញុំមានល្អខ្លះខ្ញុំមានមិនល្អខ្លះហើយខ្ញុំក៏រឿងល្អក៏ខ្ញុំបានធ្វើច្រើនដែរហើយខ្ញុំក៏គិតថាខ្ញុំក៏នៅតែសប្បាយចិត្តនឹងអំពើល្អយើងហើយយើងក៏គិតថាវាអត់មានអីដែលពិបាកធ្វើទេអំពើល្អយើងអាចថាគាត់យើងចែកម្លែកទៅកាន់គេខ្លះពីថាទោះយើងទិញរបស់ឲ្យគេជាតិចតួចជាទឹកចិត្តផងយើងឬក៏យើងអាចថាជាការដែលយើងចេះជួយអ្នកដទៃដែលជាការដែលប្រើកម្លាំងផងយើងឬក៏យើងបានចែកម្លែកទៅកាន់មនុស្សដែលថាយើងមានការងារយើងផ្ដល់គេឬក៏យើងបានចែកម្លែកទៅកាន់មនុស្សនៅពេលដែលគាត់នៅខ្វះខាតគាត់ក្រីក្រជាងយើងបានធ្វើអំពើល្អទៅកាន់ពួកគាត់យើងបានចែកម្លែកទៅកាន់ពួកគាត់ហើយគឺយើងគិតថាពេលដែលយើងបានបង្កើតជាក្រុមហ៊ុននោះគឺយើងបានធ្វើរឿងល្អទៅបានទៅជួយមនុស្សទោះវាថាពេលខ្លះយើងមិនបានចំណេញឬក៏យើងមិនបានពីអាការដែលយើងមានលើកមានបានក្នុងការដែលយើងចាយទៅគេប៉ុន្តែយើងបានធ្វើនៅសេចក្តីល្អនោះធ្វើឲ្យក្រុមហ៊ុនយើងក៏វាកាន់តែមើលឃើញពីអ្វីដែលយើងបានធ្វើទៅគឺក្រុមហ៊ុនយើងគឺកាន់តែល្អបន្ថែមទៀតហើយគឺជាមួយដែលយើងអាចនឹងកាន់តែមានភាពរីកចម្រើនផងដែរហើយយើងក៏គិតថាអាភាពស្រស់ស្អាតនៃអំពើល្អនោះវាមានច្រើនមានបែបច្រើនយ៉ាងហើយក៏យើងគិតថាបងប្អូនទាំងអស់គ្នាគឺយើងអាចធ្វើបានគ្រប់គ្នាហើយមនុស្សខ្លះក៏អាចថានៅពេលដែលគាត់ដើរទៅលើការដែលសាងបាបកម្មសាងអាក្រក់នោះគឺស្ថិតទៅលើអត្តចរិតពួកគាត់ហើយក៏គាត់មិនអាចហាមនៅចិត្តរបស់ពួកគាត់ឬក៏គាត់នៅអត្តចរិតពួកគាត់នឹងបានដែរវាអាចថាចេញពីបុគ្គលផ្ទាល់ខ្លួនហ្មងបើមិនតែជាបុគ្គលនឹងក៏គាត់ចេះកែឬក៏គាត់អាចថាគាត់អូសទួញគាត់កុំឲ្យទៅសាងអាក្រក់សាងបាបកម្មនឹងតទៅទៀតបាននោះធ្វើគាត់នឹងជីវិតគាត់ក៏វាមានភាពរីករាយវាកាន់តែស្រស់ប្រងឬក៏យើងគាត់បានជួបនឹងមនុស្សល្អៗជាច្រើនផងដែរហើយខ្ញុំនិយាយថាប្រធានបទនេះគឺខ្ញុំនិយាយពីភាពស្រស់ស្អាតនៃអំពើល្អហ្នឹងវាមានច្រើនមែនទែននៅក្នុងអត្ថន័យនៃប្រធានបទដែលខ្ញុំលើកឡើងហ្នឹងគឺវាអ្នកខ្លះវិញសឹងថាការគាត់កើតមកជាតិហ្នឹងគឺគាត់បានធ្វើសេចក្តីល្អតាំងពីក្មេងរហូតដល់គាត់ចាស់គាត់ស្លាប់ទៅហ្នឹងគឺជារឿងមួយដែលយើងមានអត្ថន័យក្នុងឆាកជីវិតផងយើងមួយហ្មងសូម្បីយើងកើតមកជាមនុស្សណាបើសិនជាយើងធ្វើអាក្រក់រឿងអីខុសចំពោះឪពុកម្ដាយចំពោះបងប្អូនចំពោះសាច់ញាតិឬក៏ធ្វើឲ្យមុខចំពោះអ្នកដទៃនោះក៏យើងមានអារម្មណ៍ថាយើងស្ដាយដែរឬយើងធ្វើអីមួយរឿងអីដែលខុសឆ្គងទៅលើអ្នកដទៃសឹងតែមានអារម្មណ៍ថាស្ដាយសូម្បីខ្លួនខ្ញុំផ្ទាល់ក៏ខ្ញុំគិតថាខ្ញុំមិនទៅចង់ធ្វើរឿងបែបហ្នឹងទេឬក៏យើងមិនចង់ទៅសាងបាបកម្មជាមួយអ្នកណាទេប៉ុន្តែវាអាចថាក្នុងស្ថានភាពយើងរៀងខ្លួននោះទេប៉ុន្តែមនុស្សខ្លះវិញគឺការដែលសាងអាក្រក់នោះគឺដោយសារការដែលចំណែនជានេះឬការដែលមានភាពលោភលន់ចង់បានឬក៏ការដែលមិនពេញចិត្តគ្នាឃើញអានោះមានជាអានេះមានជាអានោះចឹងទៅក៏ប្រព្រឹត្តអំពើបាបកម្មហ្នឹងក៏កើតមានដូចគ្នាដែរអញ្ចឹងតែបានយើងនិយាយថានៅពេលដែលយើងកើតមកចំនួនហ្នឹងក្នុងមួយឆាកជីវិតយើងសួរខ្លួនឯងថាតើយើងធ្វើអំពើល្អហ្នឹងបានប៉ុណ្ណាហើយយើងសួរថាតើក្នុងជីវិតដែលយើងរស់នៅក្នុងពាក់កណ្ដាលជីវិតផងយើងហ្នឹងតើយើងបានធ្វើល្អបានប្រមាណទៅជួយមនុស្សបានប៉ុណ្ណាហើយយើងបានធ្វើអ្វីខ្លះធ្វើល្អខ្លះដើម្បីជួយទៅដល់ប្រទេសជាតិដែលយើងរស់នៅប្រទេសដែលយើងស្រឡាញ់ប្រទេសដែលយើងបានមានកំណើតមកពុកម្ដាយយើងបានបង្កើតយើងមកយើងបានធ្វើរឿងល្អឲ្យខ្លះដើម្បីជួយទៅដល់ប្រទេសជាតិទៅដល់សង្គមទៅជួយដល់អ្នកដែលគាត់មានជីវភាពខ្វះខាតអីចឹងទៅឬក៏ជួយទៅដល់ក្រុមហ៊ុនឬក៏កន្លែងណាដែលយើងបានទៅធ្វើការយើងបម្រើការងារទៅគឺយើងបានធ្វើសេចក្តីល្អបានច្រើនជួយទៅប្រធានបទមួយនេះគឺវាមានអត្ថន័យធំធេងសម្រាប់យើងគ្រប់គ្នាមិនថាបងប្អូនមិនថាខ្ញុំមិនថាអ្នកស្ដាប់ទេបើនៅពេលដែលគាត់បានសាងល្អមួយឆាកជីវិតគាត់ពិតជាមានអារម្មណ៍សប្បាយរីករាយក្នុងការដែលគាត់រស់នៅក្នុងគ្រួសារឬក៏គាត់បានជួបជុំគ្រួសារអញ្ចឹងទៅក៏គាត់រីករាយដែរប៉ុន្តែអ្នកដែលសាងអាក្រក់ហ្នឹងគឺវាមានភាពកុហកកាហាខ្លួនឯងដោយសារគាត់បានសាងបាបកម្មច្រើនអញ្ចឹងទៅគាត់ធ្វើខ្លួនគាត់ក៏វានៅរងទុក្ខទោសនៅអាការដែលធ្វើរឿងហ្នឹងហើយយើងព្យាយាមសាងអំពើបាបកម្មនឹងតទៅទៀតធ្វើគាត់នឹងភ្លេចអាពេលដែលពួកគាត់ដែលទៅបំផ្លាញជីវិតគេទៅកាប់សម្លាប់គេឬក៏ការដែលសាងបាបកម្មទៅលើគេនឹងធ្វើខ្លួនគាត់នឹងនៅតែមានភាពសាងនៅនឹងកំណត់ផ្នត់កំណត់អកតេនឹងទៅទៀតអញ្ចឹងហើយបានយើងលើកនិយាយថាការដែលសាងអំពើល្អនោះវាមានច្រើនក្នុងការដែលយើងធ្វើយើងអាចនឹងជួយទៅកម្មឬទៅតាមបែបបត់ផងយើងឬក៏យើងអាចធ្វើរឿងល្អជាច្រើនដើម្បីយើងជួយទៅកម្មរឿងហ្នឹងដោយសារតែយើងជាមនុស្សដូចគ្នា
ចឹងការដែលរស់នៅលើផែនដីនេះគឺយើងគិតថាមនុស្សម្នាក់ៗគឺយើងមានសេចក្តីល្អជាច្រើនដែលយើងអាចធ្វើបានមិនថាយើងមានយើងក្រឬក៏ប្រជុំអីទេយើងអាចធ្វើបានដោយសារតែក្នុងការដែលខ្ញុំផ្សាយម្លែកនេះគឺគ្រាន់តែជាផ្នត់គំនិតមួយដែលខ្ញុំមើលឃើញពីកត្តាមរតការដែលយើងរស់នៅមិនថាយើងរស់នៅក្នុងប្រទេសទេព្រោះដោយសារក្នុងប្រទេសយើងជួបនឹងការដែលប្រទេសដែលមានជីវភាពខ្វះខាតក្រីក្រឬក៏កំពុងអភិវឌ្ឍហ្នឹងគឺមានភាពចំណានឈ្នានីសគ្នាខ្លាំងក្នុងការដែលខ្ញុំរស់នៅក្នុងវិស័យដែលខ្ញុំដើរហ្នឹងមិនថាខ្ញុំដើរឬក៏ខ្ញុំទៅធ្វើអីមួយនោះវាមានពួកដែលខលខូចពួកដែលសាងបាបកម្មរហូតដល់គ្រួសារដែលយើងមានបញ្ហាហ្នឹងដោយសារតែពួកហ្នឹងវាសាងបាបកម្មមួយចំនួនដែលក្រុមហ៊ុនរស៊ីកាច់កងគ្នាអញ្ចឹងទៅចុះខ្ញុំលើកឡើងពីការដែលមនុស្សដែលសាងអំពើអាក្រក់ហ្នឹងខ្ញុំគិតថាបើសិនជាយើងរស់នៅក្នុងប្រទេសដែលអភិវឌ្ឍឬក៏ប្រទេសដែលជឿនលឿនវិញហ្នឹងគឺគេលែងសើខ្វល់គេលែងសើគិតនៅពេលដែលការរកស៊ីឬក៏វោជ័យនៅសាមនុស្សគឺមានការដែលយើងព្យាយាមប្រឹងប្រែងធ្វើការទៅយើងបានលុយឬក៏យើងប៉ុន្តែយើងប្រឹងប្រែងរកស៊ីយើងធ្វើការទៅយើងមានថវិកាដើម្បីជួយទៅដល់គ្រួសារជួយដល់ជីវភាពដែលយើងខ្វះខាតឬក៏យើងរួចពីភាពក្រីក្រទោះតែយើងខំប្រឹងធ្វើការឬក៏យើងប្រឹងប្រែងរកស៊ីហ្នឹងហើយចឹងយើងនិយាយថាវាជារឿងមួយដែលយើងនិយាយហើយនិយាយទៀតទៅលើការដែលសាងអាក្រក់មួយចំនួនដែលមនុស្សដែលកើតមកមានផ្នត់គំនិតអកតេហើយព្យាយាមធ្វើរឿងហ្នឹងហើយធ្វើទៀតធ្វើដោយភ្លេចនៅក្នុងការដែលកើតមកជាមនុស្សខ្លួនគាត់ហ្នឹងគឺជាមនុស្សដែលមានផ្នត់គំនិតអកតេទៅបំផ្លាញជីវិតគ្រួសារអ្នកដទៃហើយទៅធ្វើអំពើបាបកម្មទៅលើអ្នកដទៃដោយអត់ខ្លាចខ្លែងអីចឹងទៅតែសារយើងម្នាក់នេះគឺយើងពេលខ្លះយើងធ្វើខុសដូចខ្ញុំនិយាយជាងមុនហ្នឹងថាពេលខុសពេលដែលយើងធ្វើខុសយើងស្ដាយចំពោះតែអ្នកដែលសាងបាបកម្មប្រាញ់ជីវិតគេទៀតតើពួកគាត់ហ្នឹងកើតមកដើម្បីអ្វីកើតមកដើម្បីសាងបាបកម្មបែបនោះឬក៏កើតមកដើម្បីសាងអំពើល្អអានោះបើយើងចោទសួរថាតើមនុស្សយើងកើតមកក្នុងមួយឆាកជីវិតគួរតែធ្វើអំពើល្អឬក៏យើងសាងអំពើល្អហ្នឹងឲ្យបានប៉ុណ្ណាឬក៏ដូចខ្ញុំនិយាយចឹងថាបើសិនជាយើងបានបើសាងអំពើល្អតាំងពីក្មេងដល់រហូតដល់យើងចាស់ទៅយើងពិតជាមានអារម្មណ៍សប្បាយចិត្តមែនទែនចឹងទៅក្នុងខ្ញុំចែកប្រធានបទមួយនេះក៏ខ្ញុំមានតែប៉ុណ្្នឹងហើយខ្ញុំក៏សង្ឃឹមថាបងប្អូនដែលបានស្ដាប់ឬក៏អ្នកបានចូលក្នុងការដែលស្ដាប់ខ្ញុំនិយាយឬក៏ចេះតាមដាននៅការខ្ញុំនិយាយហ្នឹងគឺបងប្អូននឹងអាចចែកម្លែកខ្ញុំបានឬក៏ជួយខ្ញុំអញ្ចឹងទៅខ្ញុំនឹងព្យាយាមចែកទៅកាន់បងប្អូនវិញអញ្ចឹងទៅខ្ញុំក៏អរគុណទៅតនការដែលបងប្អូនបានស្ដាប់ប្រធានបទនេះយើងនឹងបន្តនៅប្រធានបទក្រោយទៀតផងដែរ